បាទថ្ងៃនេះដែរឬនៅក្នុងទូទៅក៏ឃើញស្រាដែរសារទុកនៅក្នុងទូនោះគឺយូរឆ្នាំមែនតើនេះទើបទុកទេយកទុកក្នុងទូទៅមកលើនេះយកមកចេញមកបង្ហាញហើយមិនយកមកផឹកទេយកមកបង្ហាញពេលត្រាយនៅក្នុងទូតាំងយូរហើយនេះទើបដាក់ថ្មីទេអត់ទាន់បានសពោតអីដែរមានតែមកើយមានអីហើយ13ឆ្នាំជីវៈ13ឆ្នាំគេដាក់លក់ហ្នឹងគឺឆ្នាំ2023បាទថ្ងៃ1ខែ2 2023អញ្ចឹង3ឆ្នាំហើយអាយុកាលមុនចេញលក់ហ្នឹងវា13ឆ្នាំទៀតអញ្ចឹងវា16ឆ្នាំហើយស្រានេះរហូតគិតទៅថ្ងៃនេះវា16ឆ្នាំហើយចំណែកនេះវិញជីវៈភេទ12ឆ្នាំអាយុវាមុនចេញលក់ហ្នឹងគឺវាអាយុ12ឆ្នាំហើយបើគេដាក់ចេញលក់ចឹងមានន័យថាយើងយូរដែរហើយដោយសារតែវានេះគេដាក់លក់ហ្នឹងគឺឆ្នាំ2015ថ្ងៃ1ខែ10 2015ហើយគិតដល់ទៅឥឡូវនេះវាទៅជា11ឆ្នាំហើយបាទ10ឆ្នាំ11ឆ្នាំហើយ11ឆ្នាំបូកនៅអានេះមុនចេញលក់ហ្នឹងវាអាយុ12ឆ្នាំស្រាប់ទៀតអញ្ចឹងវា23ឆ្នាំហើយស្រានេះ23ឆ្នាំហើយអកលវា40បាទ40ប៉ុលចំណុះវា1លីត្រនេះតែមកើយណាអត់ទាន់សពោតទេហើយចំណែកបន្តមកទៀតមកគឺ Black Label នេះគឺ12ឆ្នាំហើយ40ប៉ុលចំណុះវាអកល40ប៉ុលចំណុះ75មីលីលីត្រហើយនេះទុកក្នុងទូយូរមែនតើទុកតាំងពីឆ្នាំ2009 2010មកលោកមកដល់ឥឡូវវា16ឆ្នាំហើយអាយុវា12ឆ្នាំមុនចេញលក់ហ្នឹងវាមានអាយុ12ឆ្នាំទៀតអញ្ចឹងវា28ឆ្នាំអូ28ឆ្នាំនេះតែវានៅស៊ីមឡើយទេសម្រាប់បងប្អូនដែលនិយមចូលចិត្តប្រភេទស្រាអញ្ចឹងចេះស្គាល់ហើយនៅលើទីផ្សារមានលក់ធម្មតាដែរទេតែគាត់ថាចម្លែកគាត់នេះយើងទុកយូរបាទយូរឆ្នាំមែនតើយូរហើយអានេះហិតតែយូរជាងគេទៀតអានេះអាយុវា12ឆ្នាំដែរ Black Label អកលវា40ប៉ុលចំណុះវា1លីត្របាទ Label ហើយទុកតាំងពីឆ្នាំ2007បាទ2007ឥឡូវ2026ហើយបាទដកទូលេងទៅគិតតាំងពីឆ្នាំវា12ឆ្នាំហើយគិតរហូតដល់ឥឡូវទៀតវាចូល30ឆ្នាំជាងហើយពេលស្រានេះអូមិនធម្មតាទេវាប្រភេទពិសេសតែអញ្ចឹងគឺទុកយូរមែនទុកសម្រាប់បតាំងទេអត់ដែលបានសពោតអីទេព្រោះអត់ទៅចូលចិត្តដែរចូលចិត្តដល់វិទ្យាឯមកកំប៉ុងពីកំប៉ុងកំសាន្តលេងក្នុងកម្មវិធីអីប៉ុណ្ណឹងតែប្រភេទស្រានេះអត់ទេសម្រាប់បងប្អូនដែលនិយមចូលចិត្តអីឃើញដឹងថាពេញចិត្តតែម្ដងបាទចាំមើលមានបងប្អូនណាដែលអាចសាកល្បងបានចាំសាកមើលទុកយូរដែរហើយបាទសូមអរគុណវីដេអូមានតែប៉ុណ្្នឹងទេ